hai đã vay nivi đặc dân họ cho bangរបស់អាមេរិកមិនសូវបំពាក់អាវុធធុនធ្ងន់ដោយនិវាដឹកយន្តហោះរបស់រុស្ស៊ីតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជានិវាដឹកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក US Aircraft Carrier ដែលជាមហាអំណាចធំបំផុតទី1របស់ពិភពលោកមើលទៅហាក់ដូចជាមិនសូវមានបំពាក់គ្រឿងសព្វាវុធធុនធ្ងន់ច្រើនដូចជានិវាដឹកយន្តហោះរបស់រុស្ស៊ីមនុស្សភាគច្រើនយល់ឃើញថានិវាដឹកយន្តហោះរបស់អាមេរិកមិនត្រូវការអាវុធធុនធ្ងន់នោះឡើយពីព្រោះភារកិច្ចចម្បងរបស់វាគឺការបញ្ជូនយន្តហោះចម្បាំងឲ្យបានលឿននិងមានប្រសិទ្ធភាពបំផុតខណៈដែលការការពារពីការគំរាមកំហែងផ្សេងៗគឺជាបន្ទុករបស់នាវាពិឃាត Destroyer នាវាចម្បាំងធុនធំ Cruiser និងនាវាមួយទឹក Submarine ដែលធ្វើដំណើរអមដំណើរជាក្រុមប៉ុន្តែប្រសិនបើអ្នកសាកល្បងប្រៀបធៀបនាវាដឹកយន្តហោះរបស់រុស្ស៊ីទៅនឹងនាវា USS Gerald R. Ford របស់អាមេរិកអ្នកនឹងឃើញពីភាពខុសគ្នាដាច់ស្រឡះតែម្ដងជាក់ស្ដែងនាវាដឹកយន្តហោះចម្បាំង Admiral Kuznetsov របស់រុស្ស៊ីត្រូវបានបំពាក់ដោយគ្រាប់មីស៊ីលប្រភេទ P700 Granit រហូតដល់ទៅ12គ្រាប់ដែលគ្រាប់មីស៊ីលនីមួយៗមានទម្ងន់ប្រហែលជា7តោននិងមានថាមពលខ្លាំងក្លាគ្រប់គ្រាន់អាចកំទេចឬពន្លិចនាវាចម្បាំងធំៗបានយ៉ាងងាយចំពោះប្រព័ន្ធការពារខ្លួនវិញវាមានបំពាក់កាំភ្លើងយន្តធុនធ្ងន់ប្រភេទ AK 630 Gatling Gun ដែលអាចបាញ់បានរហូតដល់ទៅ100គ្រាប់ក្នុង1វិនាទីរួមជាមួយប្រព័ន្ធការពារដែនអាកាស Kodic Air Defense System ចំនួន8គ្រឿងដើម្បីទប់ទល់នឹងរាល់ការវាយប្រហារដែលចូលមកគីទោះជាយ៉ាងណាក៏ដោយការបំពាក់អាវុធយ៉ាងគំហុកបែបនេះក៏មានចំណុចខ្សោយដ៏ធំមួយផងដែររកគ្រឿងសព្វាវុធដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះបានដណ្ដើមយកផ្ទៃក្រឡានិងកន្លែងទំនេរយ៉ាងច្រើននៅលើនាវាជាហេតុធ្វើឲ្យនាវារុស្ស៊ីអាចផ្ទុកយន្តហោះចម្បាំងបានត្រឹមតែប្រហែល20គ្រឿងប៉ុណ្ណោះផ្ទុយទៅវិញនាវាដឹកយន្តហោះរបស់អាមេរិកអាចផ្ទុកយន្តហោះបានច្រើនជាងនេះរហូតដល់ទៅរាប់សិបគ្រឿងបន្ថែមទៀតដូច្នេះទោះបីជានាវាអាមេរិកមើលទៅហាក់ដូចជាមានអាវុធតិចតួចជាងមែនប៉ុន្តែពួកវាត្រូវបានរចនាឡើងដើម្បីធ្វើប្រតិបត្តិការជាផ្នែកមួយនៃកងនាវាដ៏អំណាចដែលផ្ដោតសំខាន់លើការគ្រប់គ្រងដែនអាកាសជាចម្បងនេះគឺជាយុទ្ធសាស្ត្រខុសគ្នារវាងការកសាងបន្ទាយចម្បាំងនៅលើទឹកនិងការកសាងប្រល័យយន្តហោះចល័តដ៏មហិមាសូមបងប្អូនមេត្តាជួយ like comment និង share ដើម្បីទទួលបានចំណេះដឹងទូទៅពី Alt News